5មូលហេតុដែលសហរដ្ឋអាមេរិកបង្ហាញថាព្រៃឈើកម្ពុជាមាននិរន្តរភាពគង់វង្សយូរអង្វែងព្រៃឈើនិងធនធានធម្មជាតិរបស់ប្រទេសកម្ពុជាត្រូវបានក្រមជ្រុលនិយម23ក្បាលនៅក្រៅប្រទេសបោកអស់រាប់សិបឆ្នាំសម្ដេចតេជោធិបតីបានខិតខំថែរក្សាធនធានធម្មជាតិនិងព្រៃឈើឲ្យបានគង់វង្សយូរអង្វែងនេះជារបាយការណ៍សិក្សាដោយអង្គការអន្តរជាតិសហរដ្ឋអាមេរិកបានផ្ដល់ចំណាត់ថ្នាក់ឲ្យប្រទេសកម្ពុជាជាប្រទេសដែលមាននិរន្តរភាពព្រៃឈើនិងធនធានធម្មជាតិព្រោះ5មូលហេតុសូមបញ្ជាក់ថាស្ថាប័ន US News World Report បានផ្ដោតទៅលើសូចនាករចំនួន5រួមមានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើផ្ទៃដីតំបន់ការពារធនធានធម្មជាតិពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងវិធានការឆ្លើយតបនិងកង្វះខាតទឹកដែលឈានទៅដល់ការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់ដល់ប្រទេសកម្ពុជាទទួលចំណាត់ថ្នាក់លេខ1លើនិរន្តរភាពដីនិងធនធានការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យពីស្ថាប័នគួរឲ្យទុកចិត្តសំខាន់ដូចជាអ៊ុនតាក់ធនាគារពិភពលោកដែលបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់ដីនិងធនធានធម្មជាតិប្រកបដោយនិរន្តរភាព